ជំរាបសួរលោកប៊ុនបារាំងបាទអរគុណដែលលោកអនុញ្ញាតឲ្យបទសុបារាំងអន្តរជាតិ AFE បានជួបសម្ភាសតាមរយៈខ្សែទូរស័ព្ទពីខេត្តកំពតមកបាទដោយដែលលោកបានជ្រាបហើយបញ្ហាអាកាសធាតុនៅដើមឆ្នាំ2017នេះហាក់ដូចជាមានការប្រែប្រួលពលគឺមកដល់ពាក់កណ្ដាលខែមករាទៅហើយនៅតែមានភ្លៀងធ្លាក់ទៀតក្រសួងធនធានទឹកបានជូនដំណឹងថានឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមករានេះទៀតដោយសារឥទ្ធិពលព្យុះមីហ្វាដែលជាព្យុះដំបូងនៅឆ្នាំថ្មីនេះលោកប៊ុនបារាំងតើបញ្ហាអាកាសធាតុភ្លៀងធ្លាក់បន្តមកដល់រដូវប្រាំងបែបនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មអំបិលទេបាទប៉ុន្មានការផលិតអំបិលនេះគឺស្ទឹងលើអាស្រ័យលើអាកាសធាតុតែកាលណាវាភ្លៀងវាធ្វើបានហើយរហូតដល់ថ្ងៃនេះវានៅធ្វើបានទៀតអញ្ចឹងយើងមានជួបឧបសគ្គយ៉ាងម៉េចទៅបាទវាឧបសគ្គវាភ្លៀងហើយយើងស្ទឹងលើអាកាសធាតុអ្នកធ្វើអំបិលគឺអាស្រ័យទៅលើអាកាសធាតុកាលណាអាកាសធាតុវាអំណោយផលវាស្ដៅយើងធ្វើបានកាលណាវាភ្លៀងមកយើងខូចអស់តាមធម្មតាការចាប់ផ្ដើមធ្វើអំបិលប្រចាំឆ្នាំហ្នឹងចាប់ពីខែណាដល់ខែណាដែរបាទយើងចាប់ផ្ដើមខែមករានេះទៅយើងចាប់ផ្ដើមរែកហើយជា100ឆ្នាំហ្នឹងបងបាទដល់ថ្ងៃនេះយើងចាប់ផ្ដើមខែមករាឡូវនេះយើងក៏នៅមិនទាន់បានចូលទឹកធ្វើបានផងវាចំចូលទឹកភ្លៀងមកបន្តវាចឹងវាធ្វើឲ្យប៉ះពាល់ដល់ការផលិតចឹងអ្នកផលិតវាជួបឧបសគ្គធំបាទបើសិនបើបានផលហើយភ្លៀងមកពាក់កណ្ដាលទីអាហ្នឹងដូចថាចោលទាំងអស់តែម្ដងបាទកាលណាមានភ្លៀងមេធ្លាក់មកចឹងវាធ្វើឲ្យយើងខូចយ៉ាងតិចមួយអាទិត្យទៅពីអាទិត្យអូបាទហើយបើសិនណាយើងចេះតែភ្លៀងបន្តនេះយើងអាចជួបឧបសគ្គហើយយើងអាចធ្វើមិនបានបានណាបាទដោយក្រសួងធនធានទឹកបានជូនដំណឹងពីការធ្លាក់ភ្លៀងនៅថ្ងៃ14ដល់16ខាងមុខនេះក៏ជាការបារម្ភការប្រឈមដែរអញ្ចឹងប្រហែលជាមានការខកខានយូរថ្ងៃទៀតហើយបាទបើសិនណាជាមានជាងបន្តទៀតយើងនឹងធ្វើឲ្យការផលិតយើងជួបឧបសគ្គកាន់តែខ្លាំងហើយទុនក៏កាន់តែផលិតរបស់យើងខាតកាន់តែខ្លាំងបាទព្រោះកាលណាយើងលុបលៀងមេមកយើងត្រូវការទិញទឹកត្រូវការបុកដីសាលឡើងវិញអញ្ចឹងហើយដែលធ្វើឲ្យយើងប៉ះពាល់តាមទុនច្រើនបាទបើមានការរំខានពីអាកាសធាតុដូចនេះតើមានការបារម្ភពីការខ្វះខាតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសទេបាទសូមជម្រាបថាតាមកន្លែងនេះដែរបើសិនណាជាវាមានការលៀងជួបឧបសគ្គទុក3ឆ្នាំនេះ1ឆ្នាំនេះយើងសហគមន៍នឹងអាចផ្គត់ផ្គង់បានព្រោះអំបិលយើងនៅដល់ឆ្នាំចាស់ដល់ទៅ25,000 តោនទៀតអញ្ចឹងគេបានផ្សាយខ្វះខាតទេឆ្នាំក្រោយគឺយើងអត់ខ្វះខាតទេក្នុងករណីដែលមានការរំខានពីអាកាសធាតុដូចនេះតើសហគមន៍អ្នកផលិតអំបិលមានមធ្យោបាយផ្សេងទេដើម្បីធានាឲ្យការផលិតអំបិលនឹងបានគ្រប់គ្រាន់ពេញមួយឆ្នាំនិងសល់សម្រាប់ស្តុកឆ្នាំក្រោយៗទៀតបាទសហគមន៍ក៏មិនដឹងធ្វើយ៉ាងម៉េចដែរព្រោះយើងអ្នកផលិតអំបិលគឺអាស្រ័យទៅលើអាកាសធាតុបឹងពិបាកមួយមេឃបាទវាលំបាកដែរកាលណាពីផ្សេងធ្លាក់មកច្រើនទៅយើងធ្វើបានដែរបាទឬថាមានមធ្យោបាយផលិតតាមបែបកូរ៉េដូចជាប្រើផ្លាស្ទិកអីហ្នឹងកម្ពុជាយើងមានអនុវត្តហើយនៅលោកប៊ុនបារាំងបាទយើងតាមរហូតមកខាងកូរ៉េក៏មកសហការជាមួយខាងខ្ញុំដែរធ្វើទៅវាខាតវាឲ្យចុះតាមទុនធំពេកហើយយើងនៅប្រទេសកម្ពុជាយើងផលិតដោយខ្យល់កង់ហ្នឹងវាអស់តាមទុនធំហើយដល់ពេលដែលយើងលក់ហ្នឹងយើងលក់បានតម្លៃវាថោកយើងមិនដល់យកគ្នាបានគ្នាក៏បាក់ដៃបាក់ជើងរត់ទៅវិញអស់ហើយបាទនៅអំបិលកម្ពុជានឹងសពថ្ងៃហ្នឹងក្រៅពីផ្គត់ផ្គង់សេចក្តីត្រូវការក្នុងប្រទេសហ្នឹងតើមានការនាំចេញទៅបរទេសទេលោកបាទអត់មានទេបងគឺលក់តែក្នុងស្រុកយើងធ្វើមកយើងផ្គត់ផ្គង់ដល់ទីជនកម្ពុជាយើងអត់មានដែលបាននាំចេញទៅណាផងបាទឬមួយទីផ្សារខាងក្រៅចង់នាំចេញទៅដែរតែមានឧបសគ្គទីផ្សារខាងក្រៅលោកអំបិលយើងធ្វើពីធម្មជាតិយើងធ្វើពីធម្មជាតិយើងអត់បានដាក់ពណ៌ដាក់លើដៃឲ្យសិនទៅទៀតទេដល់ចឹងបើតិចគេឃើញគេចង់បានអំបិលណាដែលយើងគេធ្វើទៅឲ្យណាមួយយើងបើតាមណាយើងដឹកចេញទៅវាថ្លៃជាងគេផងព្រោះយើងគណៈការដឹកជញ្ជូនយើងពីនេះទៅដល់កំពង់ផែហ្នឹងវាអត់ទៅដាក់ចុះហ្នឹងវាអត់មក20ជាងដុល្លារហើយខ្ញុំសិក្សាទៅចឹងវាចង់ថ្លៃស្មើនឹងតម្លៃបាឡៃហើយចុះមកនៅជួលបាល់អីតទៅទៀតចឹងវាមិនអាចនាំចេញក្រៅបានអញ្ចឹងជាទូទៅកម្ពុជាយើងអត់មានទីផ្សារអំបិលនៅបរទេសទេបាទអត់មានទេបង
ប៉ុន្មានបំណងថានឹងរកទីផ្សារនៅបរទេសដោយមានការកែច្នៃយ៉ាងម៉េចដែលគេអាចទទួលយកបានទេយើងប្រហែលយើងគិតដែរពីបញ្ហានឹងយើងចង់ធ្វើការនាំចេញដែរប៉ុន្តែយើងទៅចំណេះដំណងខាងក្រៅទៅគេក៏គេមានប្រទេសគេមានហើយប្រទេសគេមានដល់រ៉ែទៀតគេមានរ៉ែគេបូមចេញក្នុងដីមកគេធ្វើមកគេអាចយកមនុស្សហៅប្រកួតប្រជែងជាមួយយើងវិញបានបងបើយើងមិនអាចយកទៅប្រកួតមួយគេបានដោយសារគេមានរ៉ែរបស់គេបងបាទលោកយើងធ្វើពីទឹកសមុទ្រយើងធ្វើពីធម្មជាតិតែអញ្ចឹងយើងប្រកួតប្រជែងមួយគេបានដោយសារពលកម្មយើងក៏វាថ្លៃគេធ្វើគេបូមពីក្នុងទឹកមកពីក្នុងដីមកគេមកគេរ៉ែគេយកមកទទួលរោងចក្រចឹងគេប្រើដោយកម្លាំងចឹងគេថោកកម្លាំងគេថោកជាងយើងបាទប៉ុន្តែគុណភាពវិញបើសិនណាអ្នកគេចេះមិនគេហូបពីមើលទឹកមកមើលផងទៀតហើយប៉ុន្តែបើគេចាំបានថោកគេយកបើខាងរ៉ែគេបានថោកគេបានពណ៌គេស្អាតទៀតដោយសារអីគេមានដាក់ឆ្នាំដាក់អីទៅយើងមិនដឹងទេណាហ្នឹងដើម្បីឲ្យបានតថាគឺតែមានដាក់ដើម្បីខ្លះដើម្បីឲ្យវាកាត់ឲ្យទៅវាសបាទគឺខ្ញុំបើគ្រូយើងពីទឹកសមុទ្រប៉ុន្តែអាកាសធាតុចឹងយើងមានការលំបាកតិចយើងទៅប្រកួតប្រជែងមួយទៀតបាទយើងមើលទៅខាងបារាំងខាងអីដែលវាលក់នៅទីក្នុងពេញនេះទីយើងបើគ្រូយើងនេះយកទៅវាដាក់ចូលទៅក្នុងបបគេឲ្យទាំងពេលយើងចង់ហូបគេទាំងគេមួនទាំងយកចាក់ហូបតែម្ដងអានឹងខាងទូបបទេគេចូលចិត្តកំបិលធម្មជាតិយើងដែរបាទមានរសជាតិនឹងប្រៃល្អប្រៃខ្លាំងបាទហើយបើប្រឡាក់សាច់ប្រឡាក់ត្រីអីដូចជាមិនរឹងដូចជាអំបិលរ៉ែទេបាទបើយើងបើធម្មជាតិអត់ប៉ះពាល់មកតាមប្រឡាក់សាច់ទៅអីអំបិលគឺវាល្មមយើងប្រឡាក់ត្រីទៅវាធ្វើឲ្យត្រីវាល្មមបើយើងប្រឡាក់សាច់ទៅធ្វើឲ្យសាច់វាទន់វាប្រៃល្មមវាអត់មានអាគេហៅត្រីមុខខ្លាំងណាដូចអំបិលដែរនោះគឺត្រីរឹងពុតហ្មងបាទឬថ្មីនេះក្រសួងដូចជាក្រសួងពាណិជ្ជកម្មគ្រោងថានឹងដាក់ផ្កាអំបិលកំពតកែបនឹងជាទំនិញសង្កល់ភូមិសាស្ត្រតើបញ្ហានេះលោកប្រធានមានជ្រាបទេបាទខ្ញុំបានឮដែរដំណឹងហ្នឹងប៉ុន្តែគាត់អត់បានទូនីមិនដល់ខាងសហគមន៍ខ្ញុំគេរៀបចំលើគេនិយាយតាមដែរបាទបើសិនបើអញ្ចឹងមែនតើអាចជាការលំបាកទេនៅក្នុងការរកផ្កាអំបិលហ្នឹងឬក៏យ៉ាងម៉េចដែរបើតាមការយល់ឃើញជាក់ស្ដែងរបស់លោកបាទខ្ញុំក្របលើកយើងវាមិនពិបាកទេបងឲ្យតែថាមានទីទិញមានតម្លៃគឺលិតបានបងអូបាទអានេះវាមិនបានដោយអំបិលយើងបើគ្រប់ធម្មជាតិយើងមកទេអានេះវាកាក់ផ្កាដោយថាយើងយកបានមកចំណៃតូចមួយចឹងបាទជុំវិញតម្លៃអំបិលនៅឆ្នាំនេះប្រសិនបើការផលិតអំបិលហ្នឹងមិនបានគ្រប់គ្រាន់ពេញមួយឆ្នាំហ្នឹងទេតម្លៃអំបិលអាចនឹងមានការឡើងថ្លៃទេបាទយើងអត់ទាន់ដឹងដែរបងចាំមើលដល់ឲ្យវាអាចឆ្នាំខែ6យើងស្រុកស្ថិតិអំបិលយើងអាចឆ្នាំថ្មីនេះសិនណាបងណាបើយើងស្រុកស្ថិតិអំបិលថ្មីយើងនឹងវាធ្វើបានប្រមាណដោយតែវាមានបានកើនឡើងហើយយើងបានច្រើនយើងមិនអាចឡើងបានមកព្រោះកាលណាយើងឡើងទីផ្សារស្រៀនផងគឺយើងដួលនៅដួលអញ្ចឹងមកគេនៅលំហូរចូលមកយើងមិនអាចលក់បានហើយដល់កាលណាយើងធ្វើអត់បាននឹងយើងឡើងបើឡើងតិចតួចទៅយើងមិនអាចឡើងខ្លាំងបានទេបងតែកាលណាយើងឡើងគេហូរចូលមកយើងអាចទប់មួយគេបានព្រោះគេមានអំបិលរ៉ែបងអំបិលរ៉ែហ្នឹងមានតម្លៃរៀងធូរថ្លៃជាងអំបិលរ៉ែគេធ្វើមកគឺធូរថ្លៃហ្មងបាទតោនគេលក់ថោកហ្នឹងថោកមែនទេតែយើងមិនអាចទៅប្រកួតប្រជែងមួយទៀតបានខុសគ្នាប្រហែលដែរមួយតោនអំបិលកពតហើយនិងអំបិលរ៉ែនាំចូលហ្នឹងបាទអំបិលរ៉ែគេបើគេគិតទៅកាលខ្ញុំទទួលដល់កន្លែងគឺលក់នៅក្នុងនេះគេលក់តែមួយតោនតែ1500បានអំបិលកំពតវិញបាទអំបិលកពតយើងវាបាទតោនយើងលក់វា$58មួយតោនបាទអានេះវាខុសគ្នាឆ្ងាយដែរជាទូទៅប្រហែលឆ្នាំកន្លងមកហ្នឹងឃើញថាមានបញ្ហាប្រធានស័ក្តិមួយចំនួនដែលកម្ពុជាយើងផលិតអំបិលមិនបានពេលនោះបើតាមខ្ញុំចាំដូចជាមានការនាំចូលពីប្រទេសចិនមកច្រើនប៉ុន្តែក្រោយមកបញ្ហានាំអំបិលពីចិនមកហ្នឹងលែងមានហើយឬក៏នៅបន្តមានដែរលោកប្រធានកាលពីឆ្នាំ2008ណាកាលទឹកជំនន់ដែលយើងធ្វើអត់បានណាបងបាទអានេះយើងមានសំគោលការទៅរដ្ឋាភិបាលមកចូលពីចិនមកមានចំនួន40000តោនដែរទៅពេលហ្នឹងយើងទឹកជន់តែយើងធ្វើអត់បានជាប់គ្នា2ឆ្នាំអញ្ចឹងយើងធ្វើឲ្យអំបិលនៅប្រព័ន្ធនេះអស់ដែលយើងធ្វើការនាំចូលហើយចំពោះអំបិលដែលគេផលិតពីទឹកសមុទ្រដូចយើងនេះដូចនៅថៃ
nói cái lúc khai không cái lúc mà lô cái đó buôn bán cái lúc khai là tiền buôn bán cái khai trên dự làm bằng lại cái lần đôi một đôi thế đấy បាទសូមងាកមកការផលិតអំបិលវិញឃើញថាការប្រតិបត្តិនៅក្នុងស្រែអំបិលជាក់ស្ដែងបច្ចុប្បន្ននេះឮថាមានការប្រឈមដោយសារតែពិបាករកកម្លាំងពលកម្មពិបាករកកម្មករមកបម្រើការងារនៅលើស្រែអំបិលហ្នឹងមានពេលខ្លះថាទំមតែដើរប្រមូលកម្មករមកធ្វើការបានសុទ្ធតែយកឡានទៅដឹកទិញនេះទិញនោះយកទៅឲ្យគេហូបដល់ផ្ទះអីអញ្ចឹងតើបញ្ហានេះជាការពិតទេលោកប្រធានបាទបាទជាការពិតណាស់ឥឡូវនេះយើងអ្នកលិខិតបាល់ទីមួយគឺប្រឈមនឹងកម្មករនឹងតែម្ដងកម្មករឥឡូវថ្មីៗគេអត់ធ្វើគេទៅធ្វើការនៅតាមរោងចក្រកន្លែងរោងចក្រវាបានរំលោភហើយអំបិលវាធ្វើវាកន្លែងវាក្តៅខ្ហាយអញ្ចឹងថ្មីៗវាធ្វើវានៅតែចាស់ចាស់ហើយអញ្ចឹងកម្លាំងយើងត្រូវជួបឧបសគ្គណាហើយយើងយកចិត្តគេណាដល់នេះអ្នកធ្វើអំបិលខ្លាយក្រោយគឺនឹងប្រឈមនឹងកម្មករច្រើនណាស់បើថាវាពលកម្មនឹងវាខ្លាយទៅយើងមិនថាទេដល់ពលកម្មខ្លាយហើយបើយើងលុបបានថោកយើងលុបខ្លាយវាអត់បានដោយសារការប្រកួតប្រជែងអាចជាការលំបាករបស់អ្នកផលិតអំបិលដែរបាទដោយអស់ពេលជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់លោកប៊ុនបារាំងនាយកប្រតិបត្តិសហគមន៍អ្នកផលិតអំបិលខេត្តកំពតនិងកែបដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំង AFE យើងខ្ញុំសូមអរគុណនិងសូមជម្រាបលាបាទបាទអ